វាមើលទៅមិនអាក្រក់ប៉ុន្មានទេ差劲了。តើគាត់កំពុងធ្វើអ្វីគាត់បានធ្វើបាបកូនប្រុសរបស់ខ្ញុំអាហាពូទី2ឯងនិយាយបែបនេះមែនទេកុំបារម្ភពីកូនអីពូទី2កុំបារម្ភអីអ្វីអ្នកជាប្រពន្ធរបស់លូស៊ីយ៉ានមែនហើយខ្ញុំជាភរិយារបស់លូស៊ីយ៉ានការពិសោធន៍របស់លោកមិនមែនជាក្មេងកំព្រាទេព្រោះខ្ញុំនឹងនៅជាមួយគាត់យូរណាស់បើអ្នកហ៊ានចាក់គាត់ដោយកាំភ្លើងទឹកខ្ញុំនឹងចាក់អ្នកខ្ញុំនឹងតំណាងឲ្យ Ultraman ដើម្បីបំផ្លាញអ្នកខ្ញុំនឹងប្រាប់អ្នកដោយសម្ងាត់ពិភពលោកនេះគ្មាន Ultraman ទេហាហាហាខ្ញុំទៅហើយមានរឿងអ្វីកើតឡើងដែលចង់ចាក់ចេញហាហាហាអ្នកជាកូនប្រុសរបស់ខ្ញុំពូប្រពន្ធខ្ញុំធ្វើបាបអ្នកហើយអ្វីខ្ញុំមិនបានឃើញវាយើងក៏មិនបានឃើញវាដែរនេះពិតជាហួសចិត្តមែនកូនប្រុសតាហើយដាជីដូនខ្ញុំសង្ឃឹមថារឿងនេះមិនដែលកើតឡើងម្ដងទៀតទេសៀឈៀវជាប្រពន្ធខ្ញុំវាជាកំហុសរបស់ខ្ញុំមិនថាគាត់ធ្វើអ្វីខុសនោះទេបើអ្នកត្រូវការអ្វីសូមមករកខ្ញុំក្មេងល្ងងសម្លាញ់ឲ្យខ្ញុំគិតថាអ្នកបានទៅហើយមានរឿងអ្វីមែនទេប្រពន្ធតើអ្នកខឹងដោយសារតែជីដូនរបស់អ្នកមែនទេបើអ្នកនិយាយថាទេហេតុអ្វីបានជាអ្នកមិនលើកទូរស័ព្ទខ្ញុំទូរស័ព្ទខ្ញុំអស់ថ្មហើយខ្ញុំនឹងគិតថ្លៃវាជាមុនសិនតើអ្នកដឹងទេថាខ្ញុំខ្លាចអ្នកចាក់ចេញពីខ្ញុំប៉ុណ្ណាខ្ញុំនឹងជួយអ្នករកខ្សែសាកកំណត់ហេតុប្រចាំថ្ងៃនៃការចុះពីលើស្ពានការចុះបញ្ជីគ្រួសារនេះការបញ្ជូនខ្ញុំចេញគឺញៀនណាស់កាត់ជូនពោនេះផ្ញើវាឡើងជាមួយគ្នាដែរលោកគ្រូវ័យក្មេងល្អតើនេះជាកាត់ដែលខ្ញុំបានឲ្យអ្នកមែនទេកំណត់ហេតុប្រចាំថ្ងៃនេះហាក់ដូចជារឿងសំខាន់ខ្លាំងណាស់តើមានអ្វីលាក់ទុកក្នុងកំណត់ហេតុប្រចាំថ្ងៃកាត់ជូនពោដែលខ្ញុំបានផ្ញើទៅវាបានបង្ហាញថាគាត់បានរក្សាទុកកាត់ជូនពោដែលខ្ញុំបានផ្ញើទៅគាត់រក្សាទុកក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់ខ្ញុំវាជាខ្ញុំខ្ញុំមានឆ្នាំងសាក់នៅទីនេះ老婆，过来。怎么了？ប្រពន្ធតើអ្នកធ្វើឲ្យខ្ញុំឈឺចាប់ដោយសារតែជីដូនមែនទេជីដូនមិនស្រឡាញ់អ្នកខ្លាំងទេគាត់និងខ្ញុំមិនមែនជាស្ត្រូវគ្នាទេបើដូច្នោះហេតុអ្វីបានជាអ្នកខឹងហើយមិនអើពើនឹងខ្ញុំលូស៊ីយ៉ានតើអ្នកមានមនុស្សដែលអ្នកចូលចិត្តទេមានន័យយ៉ាងណាបើយើងមានអ្នកណាដែលពេញចិត្តហើយអ្នកគិតថាខ្ញុំលងស្នេហ៍អ្នកផ្សេងហើយឬនៅមិនត្រឹមត្រូវទេហេតុអ្វីបានជាអ្នកសើចដូច្នេះអ្នកខឹងព្រោះអ្នកគិតថាខ្ញុំចូលចិត្តអ្នកផ្សេងអ្នកច្រណែនអូប្រាប់ខ្ញុំផងតើអ្នកចូលចិត្តខ្ញុំទេបើអ្នកចូលចិត្តខ្ញុំគ្រាន់តែនិយាយវាឲ្យខ្លាំងតើអ្នកចូលចិត្តខ្ញុំទេខ្ញុំចង់អ្វីដែលអ្នកត្រូវនិយាយការចូលទៅក្នុងការពិសោធន៍ខ្ញុំចូលចិត្តអ្នកខ្ញុំមិនទាន់និយាយចប់នៅឡើយទេវាជាមនុស្សដែលខ្ញុំចូលចិត្តដូច្នេះតើអ្នកចូលចិត្តអ្នកណាមនុស្សដែលខ្ញុំចូលចិត្តគឺនៅទីនេះហេតុអ្វីបានជាវាជាកញ្ចក់មនុស្សដែលខ្ញុំចូលចិត្តគឺអ្នក
មិនទាន់ដល់ល្ងាចទេល្ងាចបានមកដល់យ៉ាងលឿនប្រពន្ធឲ្យហឺមចូលយើងរៀបអាពាហ៍ពិពាហ៍ខ្ញុំចង់ផ្ដល់ឲ្យអ្នកនៅពិធីមង្គលការដ៏អស្ចារ្យមួយហេតុអ្វីមិនអញ្ចឹង为什么？ ដំណាក់កាលទី2នៃស្ត្រីតែប៉ុណ្ណោះបានចាប់ផ្ដើមហើយជាមួយនឹងភាពជោគជ័យនៃដំណាក់កាលដំបូងដូច្នេះដំណាក់កាលទី2ខ្ញុំមានគម្រោងប្រើប្រាស់ការផ្សាយផ្ទាល់ពិធីជប់លៀងលើកនេះអ្នកជំនាញសារព័ត៌មានជាច្រើនមកពីចេញហេត្រូវបានអញ្ជើញលើសពីនេះទៅទៀតមនុស្សគ្រប់គ្នាកំពុងរៀបចំសម្រាប់ដំណាក់កាលទី2បន្ទាប់មកខ្ញុំសូមជូនពរឲ្យវគ្គទី2នៃរឿង Single Woman ទទួលបានជោគជ័យយ៉ាងធំធេងខ្ញុំនឹងរៀបចំអំណោយធំមួយសម្រាប់អ្នកអំណោយអ្វី 秘密。